ha ha heyនេះអន្ទាក់សត្វទាំងនេះឯងខ្លាចដល់ថ្នាក់ហ្នឹងមិនមែនទេប៉ុន្តែពួកយើងវិញមិនល្ងងដូចពួកឯងទេពួកយើងគ្រាន់តែមិនបានជន់វាប្អូនប្រុសម្នាក់នេះខ្ញុំខុសហើយមើលបែបនេះបានទេឯងដោះលែងខ្ញុំទៅរឿងប្រាក់ដែលនាងតូចម្នាក់នោះជំពាក់ចាត់ទុកថាជ្រះស្រឡះគ្នាទៅយ៉ាងម៉េចដែរមិនបានទេស្រីពួកយើងត្រូវតែកម្ចាត់ឲ្យអស់ឫសគល់កម្ចាត់សត្រូវឲ្យចប់សពក្រោយមិនដូច្នោះទេនឹងមិនមានថ្ងៃសុខសាន្តឡើយនេះចង់ងាប់មែនទេបើហ៊ាននិយាយមួយម៉ាត់ទៀតយើងនឹងសម្លាប់ឯងចង់សម្លាប់អ្នកណាប្រពន្ធខ្ញុំនិយាយត្រូវហើយចំពោះពួកមនុស្សប្រថុយជីវិតដូចពួកឯងគឺត្រូវតែកម្ចាត់ឲ្យអស់ឫសគល់បើមិនដូច្នោះទេវានឹងក្លាយជាការសងសឹកមិនចេះចប់មិនចេះហើយចំពោះពួកយើងច្របាច់ក៏ឲ្យងាប់ទៅទៅណាហើយនេះវ៉ាងយោវិនហាវ៉ាងយោវិនអាយ៉ាហាលោកម្ចាស់វ័យក្មេងឯងទៅណាទើបតែមកខ្ញុំរងចាំឯងឡើងកន្លះថ្ងៃហើយចេញទៅក្រៅមានការបន្តិចបន្តួចមែនទេតើឯងចង់យ៉ាងម៉េចតើមានអ្នកណាឲ្យឯងរងចាំទេហាអាយ៉ាព្រមហើយខ្ញុំពិតជាព្រមមែនហាកាលពីយប់មិញខ្ញុំបានលេបអស់មួយគ្រាប់ភ្លាមអាយយធ្វើឲ្យខ្ញុំមានកម្លាំងខ្លាំងក្លាឡើងវិញត្រឡប់ទៅសម័យយុវវ័យវិញអញ្ចឹងនាងជីម្នាក់នោះអាយ៉ាឯចឹងហើយបានជាខ្ញុំមកនឹងណាអាយ៉ាឲ្យតែប្រើទៅមានប្រសិទ្ធភាពទៅបានហើយអាយយមិនក៏មានស្រីស្អាត3នាក់នៅទីនេះអញ្ចឹងអាយយយ៉ាវ៉ាន់ខ្ញុំនៅទីនេះមានតើអ្នកទាំង3នាក់នេះពួកគេគឺជាភរិយារបស់ខ្ញុំគិតថាជាអ្នកក្រៅលោកគ្រូពេទ្យទេពចាំងឲ្យលោកពិតជាមានសំណាងណាស់ភរិយាទាំង3នាក់របស់អ្នកនេះមើលចុះសម្រស់ដូចទេពអប្សរស្រស់ស្អាតលើសគេរឿងតូចតាចទេចំណែនណាស់រឿងតូចតាចជុំមួយកែវនិយាយរឿងការងារវិញជិះគ្នាលេងទៅអាយ៉ាញ៉ាំទៅខ្ញុំក៏តោះនិយាយគ្នាលេងបន្តិចទៅអូហូនេះខ្ញុំមានសំណុំពរលោកក៏មកមុនដែរតាប្រសិទ្ធភាពល្អគួរសមដែរមែនទេលើកនេះក្រុងទិញប៉ុន្មានដែរប៉ុន្តែខ្ញុំសុំនិយាយត្រង់សិនណាខ្ញុំសល់មិនច្រើនគ្រាប់ទេសរុបទាំងអស់មានតែ5គ្រាប់ប៉ុណ្ណោះសល់តែ5គ្រាប់ទេមែនទេខ្ញុំយកទាំងអស់លើកនេះខ្ញុំឲ្យលោកមួយគ្រាប់10តម្លឹងប្រាក់ចុះយ៉ាងណាដែរហាវាមិនអាចទៅរួចទេលោកប្រហែលជាមិនដឹងទេថ្នាំទិព្វរបស់ខ្ញុំនេះគឺចម្រាញ់ចេញពីអូស្ត្មានតម្លៃជាច្រើនមុខគ្រាន់តែថ្លៃដើមវត្ថុធាតុដើមក៏លើសពី10តម្លឹងបាត់ទៅហើយខ្ញុំមានអារម្មណ៍ថាពួកយើងមាននិស្ស័យជាមួយគ្នាណាខ្ញុំឲ្យមួយគ្រាប់15តម្លឹងចុះយ៉ាងណាដែរ15តម្លឹងល្អណាស់ថ្លៃពេកហើយនៅមានថ្លៃដើមទៀតពិតមែនហើយអាយ៉ាយ៉ាងម៉េចដែរល្អ15តម្លឹងគឺ15តម្លឹងខ្ញុំយកទាំងអស់ហាព្រមព្រៀងហាអញ្ចឹងល្អហើយល្អលោកដាក់ចុះទៅហាត្រឡប់ទៅផ្ទះវិញហាបើមានរឿងអីទៀតលោកមករកខ្ញុំចុះអូហាលឿនឡើងប៉ាត់ហាប៉ាត់អូហូងាប់ហើយនេះមានរឿងអីហ្នឹងផ្ទះមានចៅចូលលួចហើយតាជៀនផ្ទះយើងដូចជាមានចៅចូលលួចហើយរបស់របរនៅក្នុងបន្ទប់ខ្ញុំបាត់អស់រលីងសូម្បីតែស្បៀងអាហារនិងសាច់នៅក្នុងផ្ទះបាយក៏ត្រូវគេលួចអស់ដែរមិនដឹងជាអត្រិឆានណាជាអ្នកធ្វើទេប៉ុន្តែមិនអីទេថ្ងៃនេះខ្ញុំទើបតែបានទិញស្បៀងខ្លះពីក្នុងក្រុមមកវិញដែរឯងដាច់ពោះស្លាប់ទេហើយមើលចុះថានេះជាអ្វីវ៉ាវប្រាក់75តម្លឹងបាត់នឹងហើយបានលុយមកពីណាខ្ញុំប្រាប់ឯងហើយខ្ញុំគឺជាកំពូលអ្នកប្រាជ្ញខ្ញុំបានបង្កើតថ្នាំទិព្វដោយខ្លួនឯងនេះគឺជាលុយដែលខ្ញុំរកបានទាំងអស់ខ្ញុំបានលក់វាឲ្យទៅលោកម្ចាស់នេះសុទ្ធតែជាលុយ